ta mất pheរបស់អ្នកធ្លាប់សុំឲ្យអ្នកធ្វើជាគូស្នេហ៍របស់ពួកគេទេខ្សែស្បែកជើងខ្ញុំរលុងហើយជួយចង់ឲ្យខ្ញុំផងមនុស្សច្រើនណាស់តើអ្នកលែងស្រឡាញ់ខ្ញុំហើយមែនទេអូខេគេតែងតែចាត់ទុកខ្ញុំដូចជាសង្សាររបស់គេខ្ញុំមានអារម្មណ៍អៀនណាស់ប៉ុន្តែខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេអ្នកទៅណាមកខ្ញុំកំពុងរងចាំអ្នកមកញ៉ាំអាហារខ្ញុំទើបតែញ៉ាំរួចហេតុអ្វីអ្នកមិនហៅខ្ញុំឲ្យញ៉ាំជាមួយអ្នកក៏មិនថតរូបខ្ញុំដែរខ្ញុំមិនខ្វល់ទេមកញ៉ាំមួយពេលទៀតជាមួយខ្ញុំប៉ុន្តែខ្ញុំមានការងារត្រូវធ្វើនៅពេលក្រោយអ្នកមិនមានរឿងត្រូវធ្វើច្រើនបែបនោះទេមិនអាចធ្វើវាឲ្យខ្ញុំបានទេបើថ្ងៃនេះអ្នកមិនញ៉ាំក៏កុំញ៉ាំអ្វីទៀតទៅទោះយ៉ាងណាក៏ដោយគេមិនអាចកំចាត់ខ្ញុំចេញបានទេការរស់នៅជាមួយគ្នាបែបនេះធ្វើឲ្យខ្ញុំក្លាយជាមនុស្សអាត្មានិយមនេះហើយតើអ្នកមិនបានគិតពីវាយូរហើយទេគួរឲ្យស្រឡាញ់ណាស់ប៉ុន្តែពេលខ្លះគេក៏ល្អចំពោះខ្ញុំដែរខ្ញុំមិនអាចទ្រាំបោះបង់មិត្តភាពនេះបានទេក្រោយមកយើងទៅលេងប្រយុទ្ធគ្នាខ្ញុំធុញណាស់ខ្ញុំមិនដឹងថាអ្នកណាចូលចិត្តលេងទេបើអ្នកមានពេលហេតុអ្វីមិនទៅធ្វើក្រចកជាមួយខ្ញុំអូខេខ្ញុំមិនធ្វើក្រចកទេតើខ្ញុំត្រូវអង្គុយរង់ចាំនៅក្បែរនោះ3ម៉ោងទៀតឬសូម្បីតែជីវិតស្នេហារបស់ខ្ញុំក៏គេចង់ចូលមកជ្រៀតជ្រែកដែរវាមិនស្រួលទេខ្ញុំនឹងស្កេនអ្នកកំពុងធ្វើអ្វីខ្ញុំមិនបានប្រាប់អ្នកទេថាបរោះមិនមែនជារឿងល្អទេប៉ុន្តែគេមើលទៅសង្ហានៅលើโลกនេះតើមានអ្នកណាស្រឡាញ់អ្នកជាងខ្ញុំទៀតអ្វីដែលគួរឲ្យខ្លាចជាងនេះគឺគេចាប់ផ្ដើមគ្រប់គ្រងទំនាក់ទំនងទាំងអស់របស់ខ្ញុំហើយមិនទុកសេរីភាពឲ្យខ្ញុំសោះអូខេហេតុអ្វីអ្នកមើលទូរស័ព្ទរបស់ខ្ញុំហើយផ្ញើសារមកខ្ញុំតែឥឡូវអ្នកចង់មានអាចកំបាំងជាមួយខ្ញុំឬប៉ុន្មានថ្ងៃទៀតខ្ញុំនឹងហៅអ្នកចេញទៅជួបការធ្វើជាបុរសពិតជាមិនសូវធ្ងន់ធ្ងរទេទោះជាមិត្តល្អប៉ុណ្ណាក៏ដោយក៏ត្រូវមានព្រំដែនដែរតើអ្នកអាចឈប់គ្រប់គ្រងខ្ញុំបានទេអ្នកមកឆ្លោះជាមួយខ្ញុំដោយសារតែបុរសម្នាក់វាមិនពាក់ព័ន្ធនឹងគេទេខ្ញុំទ្រាំអ្នកមិនបានទេអ្នកមិនដែលគិតថាខ្ញុំចង់ធ្វើអ្វីឬចង់ទៅណាទេទំនាក់ទំនងរវាងបុរសនិងស្ត្រីគួរតែស្មើគ្នាយើងរស់នៅដូចជាទាសករអីចឹងនេះជាអ្វីដែលអ្នកគិតចំពោះខ្ញុំមែនទេឈៀវសិនល្អចំពោះខ្ញុំណាស់ហេតុអ្វីអ្នកមិនទាន់ត្រឡប់មកទៀតពីយប់ជ្រៅហើយហេតុអ្វីមិនញ៉ាំអាហារតើអ្នកចង់ញ៉ាំជាមួយខ្ញុំទេខ្ញុំកំពុងរងចាំឈៀវសិនគេគួរឲ្យស្រឡាញ់ណាស់ទីបំផុតខ្ញុំបានទិញវាយកមកផ្ទះហើយខ្ញុំគួរតែមិនប្រាប់គេទេខ្ញុំត្រូវតែភ្ញាក់ខ្លួនអរគុណគ្មាននរណាម្នាក់ល្អគ្រប់គ្រាន់សម្រាប់អ្នកទេអំណោយរបស់អ្នកមិនគ្រប់គ្រាន់ទេនៅក្នុងចិត្តរបស់អ្នកតើខ្ញុំជាមនុស្សអាក្រក់ចំពោះអ្នកដល់ថ្នាក់នេះមែនទេសូមចុច like និងចុច share follow ផងដើម្បីបានវីដេអូថ្មី